Ok, chẳng theo tôi chúng mình video này cứ chỉ basic comment part 2 trong sự basic comment part 2 cứ tầm bố cứ who am I PWD hay sự hostnameនេះគឺ hostname ដែលឈ្មោះរដ្ឋរបស់យើងអញ្ចឹងឈ្មោះ hostname របស់ខ្ញុំគឺឈ្មោះខ្ញុំអញ្ចឹងបន្ទាប់ពី hostname ហើយគឺយើងប្រើ command touch command touch នេះដែរគឺប្រើប្រាស់សម្រាប់បង្កើតនៅ file អូខេបង្កើតហើយ ls ដើម្បី list មើលថាតើវាបង្កើតបានជោគជ័យនៅអញ្ចឹងបង្កើតបានជោគជ័យអីអូខេបន្ទាប់ពីធ្វើការបង្កើតហើយគឺ nano file text របស់យើងនេះគឺសម្រាប់ចូលទៅសរសេរ comment នៅក្នុងហ្នឹងអូខេកន្លែងនេះគឺយើងសរសេរយ៉ាងមក អូខេចង់បន្ទាប់ពីការសេហើយគឺយើងចុច Ctrl X ដើម្បីធ្វើការ exit ហើយចុច Y style វាបន្ទាប់មក Enter ដើម្បីចេញទៅខាងក្រៅវិញហើយបន្ទាប់ពី Nano ហើយគឺមាន command ទៀតគឺជា command cat ដើម្បីធ្វើការ display អ្វីដែលយើងបានសរសេរមិញហ្នឹងអញ្ចឹងនៅពេលដែលយើង Y cat ហើយឈ្មោះ file របស់យើងគឺវានឹង load តិនអក្សរដែលយើងបានសរសេរមិញអញ្ចឹងបន្ទាប់ពី command cat ហើយគឺបន្ទាប់គឺជាការបង្កើតនៅអត់ទេ not បង្កើតគឺវា remove អញ្ចឹង OM ហ្នឹងគឺជា command សម្រាប់ remove ទៅលើ file របស់យើងហើយយើង leave បន្ទាប់ពី remove ហើយយើងធ្វើការ leave មកដើម្បីបញ្ជាក់ថាcommand មួយហ្នឹងគឺត្រូវបាន remove អូខេកន្លែងនេះគឺត្រូវបាន remove បាត់ហើយឈ្មោះ file txt ហ្នឹងបន្ទាប់ពី remove គឺកន្លែងនេះខ្ញុំបង្កើតម្ដងទៀតដើម្បីព្រោះវាមាន command មួយទៀតដែលយើង remove ហើយ /v ដើម្បីឲ្យវា load alert មកថា file មួយហ្នឹងវាត្រូវបាន remove អញ្ចឹងណាវាងាយស្រួលឲ្យយើងមើលគឺឡើងនេះខ្ញុំសេមក on/v file.txt អូខេអញ្ចឹងកន្លែងនេះគឺវានឹង load មកគឺវាថា remove file txt វាមិនដូចមិញណាហើយ command នេះដែរគឺជា command បង្កើត folder md noដូចជា អូខ្ញុំសេខុសអូខេដូចជា mkdir yeah mkdir folder name អូខេកន្លែងនេះគឺបង្កើតបានជោគជ័យយើងវាយ ls មកដើម្បីបង្ហាញថា folder មួយនេះគឺបង្កើតបានជោគជ័យអូខេបន្តមកទៀត cp នេះគឺជា copy ពាក្យ shortcut នេះ cp តែពាក្យពេញនេះគឺ copy អញ្ចឹងកន្លែងនេះគឺយើងចង់ copy ទៅលើ file របស់យើងដើម្បីcopy វាចូលទៅក្នុង folder ដែលយើងបានបង្កើតអញ្ចឹងយើងសរសេរចឹងមក comment វា cp file name របស់យើងហើយចុងក្រោយគឺ folder name អូខេកាហើយ cd ហ្នឹងគឺចូលទៅកាន់ folder name របស់យើងហើយយើង link មកគឺនៅក្នុងហ្នឹងគឺមាន file ដែលយើងបាន copy មិញ cd ចុច2នេះគឺយើងបកគ្រាន់មកវិញយើងចេញពី folder មួយហ្នឹងអូខេកន្លែងនេះគឺ dir នេះគឺជា command សម្រាប់ remove folder ប៉ុន្តែយើងអាច remove យកមកដោយសារតែនៅក្នុងហ្នឹងគឺមាន file អញ្ចឹងដើម្បីអាចយើងចង់ remove យកមកដោយមិនបាច់ឲ្យវា load អញ្ចឹងមកគឺយើងត្រូវសរសេរ omdir ដដែលហើយ om not បាច់ដាក់ dir ទេយើងដាក់ om/.org ហ្នឹងមកហើយ folder name របស់យើងគឺវានឹងធ្វើការ remove ទាំងអស់ហើយអ្វីក្រៅដែលមានក្នុង folder ហ្នឹងគឺវានឹង remove ចោលយើងអូខេយើង list មកយើងចង់ដឹងថាតើវាបាន remove បានជោគជ័យណាអូខេអញ្ចឹងតកតជាមួយនឹងការបង្ហាញទៅលើ folder ដូចជានេះគឺហើយអញ្ចឹងបន្ទាប់គឺតកតងជាមួយនឹងXtop ហើយនឹងជា Xtop និយាយតកតងជាមួយ hardware របស់យើងអញ្ចឹងដំបូងធ្វើការ update វាសិនហើយយើងដាក់ password មកអូ
Thế updateរួចរាល់អូខេកន្លែង comment នេះគឺ ls CPU អញ្ចឹងកន្លែង ls CPU គឺជា list តទៅជាមួយនឹង CPU របស់យើងគេនឹងបង្ហាញថាតើយើងមានប៉ុន្មាន core មានប៉ុន្មាន thread អីចឹងទៅអូខេហើយនេះគឺខ្ញុំមាន6 core សម្រាប់ CPU របស់ខ្ញុំអូខេហើយនេះតទៅមួយ top អញ្ចឹង top នេះវាមានមួយប្រភេទទៀតដែល 8 top ហ្នឹងគឺវានឹងបង្ហាញ color វាបង្ហាញអីដែលវា clear ជាងមុនណាយើងអាច search បានយើងអាច exit បានគឺវាងាយស្រួលជាងអានេះបើសិនជាយើងទៅសេទៅ top គឺវាពិបាកមើលអញ្ចឹងណាអញ្ចឹងកន្លែងនេះគ្រាន់តែចង់បង្ហាញថាtop វាទាបជាង 8 top អញ្ចឹងទៅកន្លែងនេះ clear មួយដើម្បីងាយស្រួលអូខេ8 top សម្រាប់ 8 top នេះដែរបើសិនជាយើងអត់ទាន់ download ទេគឺវាមានទេអញ្ចឹងយើងសេ command sudo apt install 8 top មកគឺវា install ជោគជ័យវាលឿនទេហើយបន្ទាប់មកយើងទៅសេ 8 top មកអូខេកន្លែងនេះឃើញថាវាបញ្ជាក់មកវាមានទាំង help set up search filter tree ផ្សេងៗអញ្ចឹងទៅហើយវាមាន color មានអីយើង zoom មើលជាងមុនអញ្ចឹងមិនដូចមុនទេអូខេអូខេបន្ទាប់ពី command 8 top ហើយចូល command បន្ទាប់គឺ df.8 អញ្ចឹងតើតង់ជាមួយនឹង command df នេះដែរគឺវាបង្ហាញតើតង់ជាមួយនឹងhard disk របស់យើងអូខេហើយ free.h នេះគឺបង្ហាញថាតើយើងមាន RAM ប៉ុន្មានដែលបើប្រា RAM ប៉ុន្មានដែលនៅសល់ដូចបានបញ្ជាក់អញ្ចឹង total របស់ខ្ញុំគឺ RAM នេះ 4G ប្រហែល G សល់ប្រហែល G អញ្ចឹងទៅហើយ comment បន្ទាប់នោះគឺyes ls blk អញ្ចឹងតើតើជាមួយ ls blk គឺបង្ហាញទៅលើ hard disk របស់យើងដែលយើងមានអូខេអញ្ចឹងវាបញ្ជាក់គឺមានប៉ុណ្ណឹងហើយតើតមួយ comment ចុងក្រោយគឺជា comment kill ដែល comment kill នេះដែរដោយសារតែយើងអត់មានបានខ្ញុំអត់បាន down នេះអញ្ចឹងអញ្ចឹងកន្លែងនេះគឺយើងគ្រាន់តែយកអូខេយើង search មកយើងយកតាកតុយ PID របស់វាមកបន្ទាប់មកយើងចំណាំវាទៅនេះ683អញ្ចឹងយើងយកកតុយ PID លេខ PID ហ្នឹងមកហើយឲ្យ comment ថា kill slash 19ហើយយើងចុច enter ទៅគឺវានឹងធ្វើការ delete តែកន្លែងនេះខ្ញុំខ្លាចមានបញ្ហាអញ្ចឹងវីដេអូគឺសូមចប់ទៅនៅអរគុណលោកគ្រូបានទស្សនា